មហាជនហាក់មិនអស់ចិត្តក្រោយដឹងថាអ្នកទោសមុនជាប់ពន្ធនាគារគឺអាការៈដូចជាធម្មតាមិនមានបញ្ហាអីក្រោយជាប់ពន្ធនាគារអស់1ឆ្នាំជាងស្រាប់តែអាការៈចេញជាជំងឺឈឺរ៉ាំរ៉ៃរហូតបញ្ជូនមកមន្ទីរពេទ្យមង្គលបុរីក៏បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតធ្វើឲ្យឪពុកម្ដាយជនជាប់ចោតដែលត្រូវជាប់ពន្ធនាគារបានស្លាប់បាត់បង់អាយុជីវិតនោះស្រែកយំមិនព្រមមិនសុខចិត្តដោយមិនអស់ចិត្តទាល់តែសោះដោយកូនរបស់គាត់ពុំមានជំងឺប្រចាំកាយអ្វីទាំងអស់ស្រាប់តែជាប់ពន្ធនាគារអស់រយៈពេល1ឆ្នាំជាងក៏មានអាការៈឈឺជំងឺរ៉ាំរ៉ៃយ៉ាងដូចនេះតើមកពីមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យមិនមានការមើលអ្នកទោសដិតដល់ឬក៏មកពីមានការធ្វើអ្វីផ្សេងទៅបានជាអ្នកទោសមានជំងឺឈឺធ្ងន់ក្រៀមក្រំដូចនេះនេះគឺជាការឆ្ងល់របស់មហាជនក៏ដូចជាគ្រួសារនៃសាកសពដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមបងប្អូនទស្សនាកដាស់ដែលបកស្រាយដោយមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យដោយមិនមានបកស្រាយជាសម្ដីនិយាយអ្វីច្រើនទេចេញតែលិខិតកណ្ដាស់មួយសន្លឹកតែប៉ុណ្ណោះឲ្យបងប្អូនអានទុកជាការជ្រាបដើម្បីឲ្យលម្អិតដូចតទៅសូមបងប្អូនទស្សនាកណ្ដាស់ដែលខ្ញុំបានដាក់នៅខាងលើនេះដូចតទៅឥឡូវបងប្អូនអាចខមមិនមើលថាតើរឿងនេះអ្នកណាខុសនរណាត្រូវឬក៏មកពីអ្នកដែលជាប់ទោសនោះមានជំងឺឈឺត្រូវស្លាប់បាត់បង់អាយុជីវិតដោយអចេតនាឬក៏យ៉ាងណាសូមបងប្អូនមេត្តាខមមិនបញ្ចេញមតិតាមការគួរដោយយកចិត្តទុកដាក់និងមានទំនួលខុសត្រូវជាទីបំផុតអត្ថាធិប្បាយដែលខ្ញុំបាទមីសារ៉ាក៏សូមធ្វើការបញ្ចប់នៅព័ត៌មានមួយនេះតែប៉ុណ្ណេះបើសិនជាមានចំណុចប្រការណាមួយខុសឆ្គងលឺលួសខ្វះខាតដោយចំណុចប្រការណាមួយក៏សូមខន្តីដល់ខ្ញុំបាទផងទៀតខ្ញុំបាទមីសារ៉ាក៏សូមអរគុណនិងសូមគោរពលា